សួស្តីអ្នកគ្នាថ្ងៃនេះយើងជួបគ្នាទៀតហើយហើយនៅក្នុងវីដេអូមួយនេះដែរខ្ញុំបានលើកយកនៅវិធីសាងសង់កន្លែង experience farm មួយដែលងាយស្រួលក្នុងការយើងសាងសង់និងទទួលបានល្បែងច្រើនផងដែរតោះកុំឲ្យខាត់ពេលយូរចូលទៅមើលពីរបៀបសាងសង់ទាំងអស់គ្នា Let's go ជាហ៊ានដំបូងគ្នាត្រូវរកកន្លែងទីតាំងមួយដែលគ្នាចង់សាងសង់ចឹងណាហើយយើងថាការដាក់កញ្ចក់មួយមករួចយក campfire ដាក់លើកញ្ចក់រួចគ្នាដាក់កញ្ចក់ពិតជុំវិញ campfire នឹងមកហើយយើងទុកផ្លូវមួយដើម្បីឲ្យសត្វ fish វា spawn មកវាធ្លាក់ទៅកន្លែងដើម្បីយើងកាប់វាយក experience ចឹងណារួចគ្នាទៅថែមវាចំនួន2កញ្ចក់ទៀតមកខាងមុខដើម្បីឲ្យវាឆ្ងាយពីកន្លែង campfire ទៅពេលយើងកាប់ទៅវាអត់ត្រូវដល់ទាំងសត្វ armadillo ដែលយើងបានដាក់នៅក្នុង campfire ហ្នឹងលើនេះគេចាប់ផ្ដើមមើលនឹងធ្វើការសាងសង់តាមខ្ញុំទៅគឺថាខ្ញុំមិនដឹងបញ្យល់យ៉ាងម៉េចដែរនេះគ្នាបន្ទាប់ពីនេះគ្នាធ្វើតាមខ្ញុំរួចនេះគ្នាត្រូវរកសត្វ armadillo ចាប់ពី15ក្បាលទៅ20ក្បាលនេះគឺថាច្រើនកាន់តែច្រើនគឺវាកាន់តែល្អវា spawn សត្វនឹងមកកាន់តែច្រើនចឹងណាហើយយើងការដឹកតាមវិធីណាដាក់តាមវិធីណាស្រេចតែនេះគ្នាទេមានវិធីណាដឹកស្រួលងាយស្រួលក្នុងការគេអាចធ្វើតាមនឹងបានចាគឺថាខ្ញុំលេង creative ខ្ញុំដាក់យកហើយបន្ទាប់ពីនឹងមកខ្ញុំមកខាងមុខឲ្យជីកដីមួយមករួចយើងខ្លះដាក់ armor stand នៅនឹងមួយដើម្បីយើងកាប់ទៅវាងាយស្រួលក្នុងការកាប់សត្វសត្វទូច silver fish ហ្នឹងគ្នាគឺថាយើងកាប់ armor stand ទៅគឺវាសាយដល់ហើយរួចមកនេះគ្នាធ្វើការលើមកខាងលើធ្វើការយក block ឬ step ឲ្យមកបិទវាដើម្បីវាមើលទៅស្អាតជាងមុនចឹងណាបន្ទាប់មកគ្នាត្រូវរក zombie មកពីណាក៏បានដែរដាក់នៅខាងក្រោយសត្វ armadillo ហ្នឹងគ្នាត្រូវជីកវាទៅខាងក្រោម2 block រួចគ្នាដាក់សត្វ zombie ចំណុចនេះដាក់ zombie ចូលក្នុងហ្នឹងនេះគ្នារួមមកពីណាក៏បានដែរដាក់វាចូលហើយយើងបិទមករួចនេះគ្នាត្រូវយក name tag ទៅបដូរឈ្មោះមកដាក់ឈ្មោះអីក៏បានដែរយើងដូរវារួចយើងយកទៅឲ្យ zombie ហ្នឹងចឹងនេះដាក់វាកុំឲ្យវា despawn នៅពេលដែលយើងឈប់ play game ឬយើង left game ចាញ់ហើយបិទ block ពីលើដើម្បីកុំឲ្យវាត្រូវថ្ងៃងាប់ចឹងណាឥឡូវ farm យើងគឺរួចរាល់ហើយប៉ុន្តែយើងត្រូវការមួយយ៉ាងទៀតគឺទឹកថ្នាំនេះគ្នាដោយទឹកថ្នាំមួយប្រភេទនេះមានឈ្មោះថា potion of infestation ដើម្បីផលិតវាបានយើងត្រូវការដូចជា netherwart stone ជាមួយនឹង gunpowder ផងដែរឥឡូវគេមើលពីរបៀបផលិតទាំងអស់គ្នាជាដំបូងគេត្រូវដាក់ netherwart ចូលទៅបន្ទាប់ពីទឹកថ្នាំឆ្អិនហើយគេដកnetherwart ចេញគេដាក់ stone វិញម្ដងអូខេបន្ទាប់ពីចាំវាចំនួន2ដំណាក់កាលមកនេះចំណាក់កាលចុងក្រោយហើយដូចគ្នាធ្វើការដាក់ gunpowder ចូលទៅបន្ទាប់ពីបានទឹកថ្នាំនឹងហើយគេត្រូវយកដេកខាត់មួយទៅអុចក្រមកកន្លែង campfire នឹងហើយពេលដែលឆេះគេយក potion នឹងទៅគប់ចំឲ្យសត្វ armadillo នឹងមកពេលនោះសត្វនឹងគឺ spawn មកច្រើនខ្លាំងមែនទេពេលដែលសត្វនឹង spawn គឺ farm យើងគឺដំណើរការហើយវីដេអូយើងគឺមានតែប៉ុណ្្នេះទេជម្រាបលាបាយបាយគ្នាជួបគ្នាវីដេអូក្រោយបាយបាយ